Hello everyone welcome to my channel My Simple Farm Life សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel My Simple Farm Life ថ្ងៃនេះខ្ញុំមកចំការម្ដងទៀតហើយខ្ញុំក៏បានយកដំណាំមួយប្រភេទមកដាំនៅលើដីខ្ញុំម្ដងទៀតហើយគឺដំណាំល្ពៅអញ្ចឹងសូមបងប្អូនតាមដានទាំងអស់គ្នាហើយខ្ញុំក៏បានធ្វើការជីករណ្ដៅជាមកកន្លែងពីកន្លែងដែលប្រើជាប់ជីកដោយសាររដូវនេះគឺជារដូវវស្សាអញ្ចឹងបងប្អូនអាចយកគ្រាប់ពូជរបស់យើងយកមកដាំដំណាំផ្សេងដែលបងប្អូនអាចដាំបានអញ្ចឹងដោយសារដីរាងធូរគឺយើងគ្រាន់តែជីកសាទៅយើងយកគ្រាប់ល្ពៅហ្នឹងដាក់ទៅតាមរណ្ដៅដែលបានជីកមួយគ្រាប់ក្នុងរណ្ដៅមួយយើងអាចដាក់2ទៅ3គ្រាប់ឬក៏អាចបើយើងមានគ្រាប់ច្រើនយើងដាក់4 5គ្រាប់ទៅជៀសវាងគ្រាប់មួយអត់ដុះគឺមានគ្រាប់ផ្សេងទៀតដុះអញ្ចឹងបងប្អូនគ្រាន់តែធ្វើដូចវីដេអូនេះឬក៏បើបងប្អូនអាចមានចំណេះដឹងផ្សេងទៀតបងប្អូនអាចធ្វើតាមអ្វីដែលបងប្អូនដឹងអញ្ចឹងនេះគឺជាគ្រាន់តែជាការចែករំលែកផ្នែកដតូចមួយដែលខ្ញុំបានចេះអញ្ចឹងខ្ញុំគ្រាន់តែជីកអញ្ចឹងមកដាក់គ្រាប់ទៅតាមរណ្ដៅមួយ4ទៅ5គ្រាប់ហើយធ្វើការលុបទៅវិញអញ្ចឹងបើបងប្អូនមានជីកំប៉ុស្តឬក៏អីបងប្អូនអាចដាក់បានដែលប៉ុន្តែដោយសារដីកន្លែងនេះគឺវាមានជាតិជីអញ្ចឹងខ្ញុំក៏បានយកជាប្រភេទស្បូវឬក៏ទៀនខេតគឺយកមកដាក់ក្នុងរណ្ដៅនេះដើម្បីឲ្យវាដុះល្អហើយខាងក្រោយនេះគឺកន្លែងនេះគឺខ្ញុំដាំឫស្សីផ្អែមនេះគឺខ្ញុំដាំបានរយៈពេល10ថ្ងៃជាងហើយដោយសារខ្ញុំដាំនៅចុងខែ4ហ្នឹងឥឡូវនេះថ្ងៃ10ខែ5អញ្ចឹងវាបានប្រហែលជា10ថ្ងៃជាងហើយឃើញថាវាល្អហើយដោយសារទីនេះមានសំណើមពីទឹកភ្លៀងបានល្អគឺវាលូតលាស់បានល្អហើយសង្ឃឹមថាមួយឆ្នាំទៅ2ឆ្នាំក្រោយវានឹងចេញទំពាំងហើយផ្ដល់ជាទិន្នផលឫស្សីក៏ដូចជាទំពាំងសម្រាប់ខ្ញុំប្រើប្រាស់ទៅតាមតម្រូវការផ្សេងដោយសារដំណាំនៅជំនាញខ្ញុំនេះខ្ញុំដាំជាប្រភេទស្បែកគួរអញ្ចឹងខ្ញុំត្រូវការឫស្សីសម្រាប់ប្រើប្រាស់ច្រើនបងប្អូនអាចឃើញបាននៅក្នុងវីដេអូនេះគឺមានដើមចេកមានជីហើយនិងដំឡូងកើហើយតកួននេះគឺខ្ញុំអត់បានដាំទេដោយសារវាដុះពីធម្មជាតិមកអញ្ចឹងវាសម្រាប់ខ្ញុំប្រើប្រាស់តាមតម្រូវការដូចគ្នាហើយខាងនេះគឺបងប្អូនឃើញហើយគឺស្ទើរតែគួរគឺល្អមែនតើខ្ញុំបានបេះផ្លែវា3 4ដងដែរអាសាដាក់ជីដាក់អីទៅបងប្អូនស្រោចតែទឹកទៅគឺវាល្អមែនតើផ្លែអញ្ចឹងដើមចេកខាងក្រោយនេះគឺខ្ញុំដាំរយៈពេលយូរហើយមួយឆ្នាំជាងហើយតាំងពីមុនចាក់ដីហ្នឹងមកគិតពីឥឡូវដល់ប្រហែលជាជិតមួយឆ្នាំហើយនេះគឺចេកខាងមុខផ្នែកខាងមុខគឺវានៅទូចនៅឡើយវាអត់បានធំទេអញ្ចឹងបងប្អូនអាចតាមដានមើលដំណាំដែលខ្ញុំបានដាំនេះគឺវាមិនច្រើនទេប៉ុន្តែវាអាចឲ្យយើងដោះស្រាយជីវភាពមួយរយៈពេលដែរហើយនេះគឺល្ពៅកោដបដែលខ្ញុំដាំមុនធ្លាក់ភ្លៀងអញ្ចឹងឃើញថាវាល្អមែនតើដល់ពេលដែលភ្លៀងមកគឺវាស្រស់ញញឹមតែម្ដងហើយមានល្ហុងមានរលាចប៉ុន្តែដោយសារដើមនៅទូចគឺថតទៅវាអត់សូវឃើញបងប្អូន
អានេះល្ពៅកដបហ្នឹងគឺចេញផ្កាបានប៉ុណ្ណឹងហើយមានក្តាប់ឲ្យបងប្អូនប៉ុន្តែគាត់ថាក្តាប់ហ្នឹងគឺវាស្អុយទៅវិញអញ្ចឹងខ្ញុំបេះវាចោលអញ្ចឹងទោះជាបងប្អូនមានដីធំឬក៏ដីតូចបងប្អូនព្យាយាមដាំដំណាំអ្វីដែលបងប្អូនចូលចិត្តទៅគឺវានឹងផ្ដល់ទិន្នផលបងប្អូនវិញក្នុងរយៈពេលណាមួយដែលបងប្អូនធ្វើវាដោយសេចក្តីស្រឡាញ់ដោយសេចក្តីពេញចិត្តហើយនេះគឺខ្ញុំធ្វើដោយការទំនេរពីកិច្ចការងារដែលខ្ញុំបានទៅប្រកបការងារប្រចាំថ្ងៃហើយទន្ទេសារអាទិត្យក៏ខ្ញុំទៅដាំដំណាំដែលខ្ញុំចូលចិត្តអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នា Thank you for watching